រស់នៅបានប្រហែលជាតិអីក៏កុហកខកម្លឹងបាទហាង2005ចូលទៅមិនមែន2005ទេហើយទៅកុហកចឹងនេះខំធ្វើបុណ្យកើនដាក់បាតដាក់អីចាស់ខ្លះហ្នឹងបាទទៅពេលកុហកអាហ្នឹងជាអំពើបាបតពូchứបងប្អូនណាកុហកអំពើកុហកហ្នឹងណាបាទកាយកម្មវិច័យកម្មមโนកម្មហ្នឹងហ្នឹងកុហកពីបត់កុហកប្រាប់ទៅយាយប្រាប់ទៅបងប្អូនអស់គ្នាបាទធ្វើបុណ្យក៏មិនក៏ទៅរួចដែរបើយើងខកម្លឹងហើយផ្នែកអចលនៈទ្រព្យចឹងដែរកុហកថាគេអមលក់7 8000ទៅដល់លក់100,000ជាងរហូតឡើងទីតាំងឯណាហើយគាត់យកអាទីតាំងអន់អា6 7000ថាលក់មិនតែលក់អស់ហើយបាទដល់ពេលហាងមួយទៀតគឺហាងម៉ូតូហាងអីហ្នឹងបាទលក់ម៉ូតូលក់ឡានលក់អីហ្នឹងថាយកតែកាតគ្រីយកតែអត្តសញ្ញាណប័ណ្ណហ្នឹងបានគ្រួសារតែប៉ុណ្្នឹងទេលក់តែប្រយោជន៍ប៉ុណ្្នឹងគាត់អត់មានប្រាប់ថាត្រូវសិក្សាជាមួយធនាគារទៀតបានឲ្យអញ្ចឹងទៅគាត់អត់ប្រាប់អញ្ចឹងទេគាត់ធ្វើឲ្យស្រួលឲ្យយើងទៅបាទយើងឲ្យយើងសួរទៅសួរបាទគឺចាំបាច់កុហកអញ្ចឹងទៅអីគាត់យកថាយកតែអត្តសញ្ញាណប័ណ្ណហើយនឹងបានគ្រួសារឲ្យបានហើយគាត់គេមានអត្តសញ្ញាណប័ណ្ណបានគ្រួសារកុហកគេឲ្យគេសិក្សាជាមួយធនាគារដដែល